ម្ដងនេះសារព័ត៌មានអន្តរជាតិធំលើពិភពលោកបានចេញផ្សាយព្រមគ្នាថាថៃជាអ្នកវាយប្រហារលើកម្ពុជាដោយយន្តហោះ F-16 ចាំមើលថាថៃត្រូវប្រឈមមុខនៅលើឆាកអន្តរជាតិដូចម្ដេចនាព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025នេះបណ្ដាញសារព័ត៌មានអន្តរជាតិល្បីលើពិភពលោកបានចុះផ្សាយព្រោងព្រាតថាថៃជាអ្នកវាយប្រហារលើកម្ពុជាដោយប្រើយន្តហោះចម្បាំង F-16 ហើយកម្ពុជាមិនបានតបតជាមួយកងទ័ពថៃវិញទេបើតាមការចុះផ្សាយរបស់កាសែតល្បីលើពិភពលោកបានចុះផ្សាយលើការរំលោភកិច្ចព្រមព្រៀងបទច្បាញ់ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីនិងលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំរបស់ប្រទេសថៃមកលើកម្ពុជាក្នុងនោះកាសែត Reuters បានសរសេរថាយោធាថៃបានបើកការវាយប្រហារតាមផ្លូវអាកាសនៅតាមព្រំដែនដែលមានជម្លោះជាមួយប្រទេសកម្ពុជាដែលប្រទេសថៃបានរំលោភលើកិច្ចព្រមព្រៀងបទច្បាញ់ដែលសម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំចំណែកឯសារព័ត៌មាន CNN ក៏បាននិយាយថាប្រទេសថៃបានបើកការវាយប្រហារតាមផ្លូវអាកាសនៅតាមបណ្ដោយព្រំដែនកម្ពុជាដែលបង្ហាញពីការដួលរលំនៃផែនការសន្តិភាពក្រោមអធិបតីភាពប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំកាលពី2ខែមុនរីឯកាសែត Al Jazeera បានដាក់ចំណងជើងថាថៃបានបើកការវាយប្រហារតាមផ្លូវអាកាសតាមបណ្ដោយព្រំដែនកម្ពុជាសូមជម្រាបថានៅព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025នេះចាប់ពីវេលាម៉ោងប្រមាណ 5:04 នាទីយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅក្នុងតំបន់អានសេះខេត្តព្រះវិហារបន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើននិងនៅតំបន់ប្រាសាទព្រះវិហារនៅ5មករានិងនៅចំការជែកនឹងការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយជាពិសេសឧបទ្ទវហេតុកាលពីម្សិលមិញនៅប្រលានថ្មក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នានិងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនៅក្នុងឧបទ្ទវហេតុលើកទី2នោះកងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយនិងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគ្នានេះកម្ពុជាបានជូនដំណឹងជាលើកទី2ទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT អំពីឧបទ្ទវហេតុនេះរួចហើយព្រមទាំងគ្រោងនឹងស្នើឲ្យ AOT ចុះទៅទីតាំងដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតដើម្បីស្វែងរកការពិតនិងធានាឲ្យបាននូវតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវ